ជំរាបសួរនេះខ្ញុំទូសុខុមាចាថ្ងៃនេះខ្ញុំចេញវីដេអូខ្សែទី4តកតងជាមួយនឹងការវិវត្តនៃប្រព័ន្ធតុលាការខ្មែរចាប់តាំងពីការកកើតខ្មែរនាសម័យអាណាចក្រភ្នំរហូតមកទល់បច្ចុប្បន្នចាខ្សែទី4នេះខ្ញុំនឹងលើកឡើងប្រព័ន្ធតុលាការខ្មែរនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសម័យរដ្ឋកម្ពុជាតែមុននឹងបកស្រាយនៅខ្សែទី4នេះនាងខ្ញុំសូមត្រឡប់ក្រោយបន្តិចទាក់ទងជាមួយនឹងខ្សែទី2និងទី3ដែលបានបកស្រាយពីការវិវត្តនៃប្រព័ន្ធតុលាការតាំងពីការកកើតនៃអាណាចក្រភ្នំរហូតមកទល់កម្ពុជាប្រជាធិបតេយ្យចាយើងឃើញថាប្រព័ន្ធតុលាការនៅចាប់តាំងពីការកកើតនោះបើយើងយកចំណុច0នៃប្រព័ន្ធតុលាការពីការកកើតកម្ពុជានាសម័យអាណាចក្រភ្នំចាយើងឃើញថាប្រព័ន្ធតុលាការនេះមានការស្ទុះឡើងនៃការវិវត្តល្អប្រសើរពីសម័យកាលនៃអាណាចក្រភ្នំរហូតមកទល់សម័យកាលសាធារណរដ្ឋខ្មែរចាសាធារណរដ្ឋខ្មែរហើយបានដាំក្បាលចុះចាដាំក្បាលចុះក្រោម0នាសម័យកម្ពុជាប្រជាធិបតេយ្យចាកម្ពុជាប្រជាធិបតេយ្យអញ្ចឹងយើងមើលថាតើការកើនឡើងនៃការប្រសើរឡើងនៃប្រព័ន្ធតុលាការនៃសម័យអាណាចក្រភ្នំរហូតមកទល់សាធារណរដ្ឋខ្មែរនេះគឺយើងឃើញថាទី1តកតងជាមួយនឹងការដោះស្រាយដោយគ្មានមូលដ្ឋានជាក្រមជាច្បាប់មកជាការដោះស្រាយមានក្រមមានច្បាប់ពីការដោះស្រាយគ្មានសាលាក្តីមកការដោះស្រាយមានសាលាក្តីចាមានសាលាក្តីចាទី2គឺពីការធ្វើទុកបុកម្នេញចំពោះបុគ្គលដែលដាក់ការសង្ស័យចាដាក់ការសង្ស័យមកលុបចោលការធ្វើទុកបុកម្នេញទៅលើបុគ្គលដែលដាក់ការសង្ស័យនៅក្នុងសម័យកាលនៃកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំងចាអាណានិគមនិយមបារាំងហើយយើងឃើញថាការធ្លាក់ចុះចាធ្លាក់ចុះនៅប្រព័ន្ធតុលាការចាដាំក្បាលចុះក្រោម0នេះនៅសម័យកម្ពុជាប្រជាធិបតេយ្យហ្នឹងទី1គឺការធ្វើទុកបុកម្នេញនោះត្រូវបានកកើតឡើងវិញយ៉ាងព្រៃផ្សៃជាងការធ្វើទុកបុកម្នេញនៅសម័យអាណាចក្រភ្នំចាអាណាចក្រភ្នំចាទី2យើងឃើញថាការដោះស្រាយនៅរឿងក្តីនាសម័យអាណាចក្រភ្នំនោះគឺជាព្រះមហាក្សត្រជាអ្នកដោះស្រាយហើយអ្នកដាក់ការសង្ស័យហើយព្រះមហាក្សត្រនាសម័យកាលនោះគឺប្រកបទៅដោយទស្សពិតរាជធម៌បានន័យថាដាក់ការសង្ស័យអ្នកណាគឺអ្នកនោះខុសពីសម័យកម្ពុជាប្រជាធិបតេយ្យនេះគឺការដាក់សង្ស័យនេះជាសកម្មភាពរបស់អង្គការតុលាការរបស់គេគឺជាតុលាការអង្គការចាគឺអង្គការភ្នែកម្នាស់ដែលប្រើរហូតតាំងពីក្មេងអាយុ3ឆ្នាំ4ឆ្នាំ5ឆ្នាំខ្លាយទៅជាឆ្លោកក្នុងការតាមដានយើងអាចថាជាចៅក្រមស៊ើបនៅក្នុងការតាមដាននៃសកម្មភាពសូម្បីតែឪពុកម្ដាយខ្លួនចាហើយមានទស្សនៈគឺសុខចិត្តចាប់ខុស10ភាសាជាងលេងខុស1វាខុសពីទស្សនៈនៃព្រះមហាក្សត្រនាសម័យអាណាចក្រភ្នំដែលប្រកបដោយទស្សពិតរាជធម៌ចាចឹងមានន័យថាសុខចិត្តកាត់សេចក្តីសុខចិត្តប្រឡែងខុសចាប្រឡែងខុសចាអញ្ចឹងបើសិនជាការកាត់សេចក្តីដោយភាពអស្ចារ្យនោះហើយមិនមានអ្វីកើតឡើងចំពោះគាត់ក៏ត្រូវបានរួចខ្លួនចាហើយវាខុសពីសម័យកម្ពុជាប្រជាធិបតេយ្យដែលដាក់ក្តីសង្ស័យហើយគឺមានតែបហាជីវិតចាបហាជីវិតបើសិនជាត្រឹមតែទោសធ្ងន់របស់គេនោះគឺទោសខុសក្រមសីលធម៌ចំពោះបុរសស្ត្រីដែលមានទំនាក់ទំនងស្នេហាគឺត្រូវមានទោសបហាជីវិតចាបហាជីវិតអញ្ចឹងយើងឃើញថាប្រព័ន្ធតុលាការនេះពីរៀបចំចេញជារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវមានក្រមមានសាលាក្តីរហូតមកដល់សម័យកម្ពុជាប្រជាធិបតេយ្យនេះគឺក្រមក៏លែងប្រើសាលាក្តីក៏លែងមានចាកាត់សេចក្តីទៅតាមដែល
ហើយអង្គការចង្អុលទាំងអស់ចាអង្គការចង្អុលទាំងអស់ហើយអង្គការរបស់គេគឺជាអង្គការភ្នែកបំណោះហើយមានសមាជិកតាំងពីក្មេង3 4 5ឆ្នាំចាអញ្ចឹងมันខ្ញុំថាតឡាការនៅសម័យកម្ពុជាប្រជាធិបតេយ្យនេះគឺធ្លាក់ចុះចាដាំក្បាលធ្លាក់ចុះរហូតដល់ក្រោម0តែម្ដងចាក្រោម0តែម្ដងចាហើយប្រព័ន្ធតុលាការខ្មែរតាំងពីសម័យអាណាចក្រភ្នំរហូតមកទល់សម័យកម្ពុជាប្រជាធិបតេយ្យនេះគឺមានទោសដល់ប្រហារជីវិតដូចគ្នាចាមានទោសធ្ងន់ដល់ប្រហារជីវិតដូចគ្នាចាឥឡូវនេះយើងបន្តមកសម័យកាលពីរទៀតគឺសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសម័យរដ្ឋកម្ពុជាចាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺចាប់ពីឆ្នាំ1979មកទល់ឆ្នាំ1989ចាមកទល់ឆ្នាំ1989ប៉ុន្តែនៅក្នុងសម័យកាលនេះគឺមានព្រឹត្តិការណ៍សំខាន់ចានៅក្នុងសម័យកាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានេះមានព្រឹត្តិការណ៍សំខាន់នៅក្នុងការវិវត្តនៃប្រព័ន្ធតុលាការនឹង3ចា3ដងចាទី1គឺព្រឹត្តិការណ៍ដែលកសាងប្រព័ន្ធតុលាការឡើងវិញគឺមានតែតុលាការជាន់ទាបមួយគត់ចាមកឆ្នាំ1981នោះគឺបានបង្កើតនៅតុលាការយោធាហើយមកដល់ឆ្នាំ1985នោះគឺបានបង្កើតនៅតុលាការកំពូលចាអញ្ចឹងបានន័យថាបានដើរឡើងវិញហើយបានឆ្លងកាត់ព្រឹត្តិការណ៍3បានឈានទៅដល់ការបង្កើតឡើងវិញបានដល់តុលាការកំពូលចាអញ្ចឹងយើងមើលព្រឹត្តិការណ៍ទី1ដែលតកតងជាមួយនឹងការកកើតឡើងវិញនៃប្រព័ន្ធតុលាការនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានេះចាយើងដឹងថាសាធារណរដ្ឋប្រជាមានិតកម្ពុជានេះគឺជាសម័យកាលមួយដែលងើបឡើងមកវិញពីសម័យកម្ពុជាប្រជាធិបតេយ្យដែលកម្ពុជាប្រជាធិបតេយ្យនេះទល់ឆ្នាំ1979ហើយសាធារណរដ្ឋប្រជាមានិតកម្ពុជានេះគឺតពី79មកចា1979មកចាអញ្ចឹងការវិវត្តទី1នៃប្រព័ន្ធតុលាការក្នុងការរៀបចំឲ្យប្រសើរឡើងវិញនោះគឺទី1នោះគឺគាត់មានសាលាក្តីចាមានសាលាក្តីចាតែសាលាក្តីនោះមានតែមួយគត់ចាសាលាក្តីនោះមានតែមួយគត់ដែលគេហៅថាតុលាការប្រជាជនចាតុលាការប្រជាជនតែជាតុលាការជាន់ទាបថ្នាក់ខេត្តក្រុងចាតុលាការនេះគឺគាត់ចេញសាលក្រមហើយសាលក្រមរបស់គាត់មានអានុភាពតែសាលក្រមរបស់គាត់គឺបិទផ្លូវអូតូហើយមានអានុភាពអនុវត្តតែម្ដងចាព្រោះអីអត់ទាន់បង្កើតតុលាការជាន់ខ្ពស់ទេអត់ទាន់មានសាលាតូអត់ទាន់មានអីទេចាអត់ទាន់មានទេគឺមានតែគាត់មួយសិនចាមានតែគាត់ដើរចាប់ផ្ដើមដើរឡើងវិញគឺតុលាការប្រជាជនឯងមានតែមួយជាន់ហ្នឹងទេហើយតុលាការប្រជាជននេះមានតែមួយជាន់នេះគឺចេញសាលក្រមមានអនុភាពអនុវត្តតែម្ដងចាព្រោះអត់មានទុកផ្លូវបើកអូតូទេព្រោះអត់មានសាលាតូចាហើយប៉ុន្តែបើសិនជាប្រជាជនគាត់មិនពេញចិត្តនឹងសាលក្រមចាមិនពេញចិត្តនឹងសាលក្រមអាចដាក់ពាក្យប្តឹងទៅក្រមប្រឹក្សារដ្ឋឲ្យពិនិត្យឡើងវិញចាអញ្ចឹងមានន័យថាទោះបីជាសាលក្រមនឹងមានអនុភាពអនុវត្តក៏ដោយចាក៏នៅតែគិតគូរទៅដល់ការទុកឱកាសឲ្យគាត់ការពារខ្លួនចាការពារខ្លួនគឺគាត់បើគាត់មិនពេញចិត្តនឹងសាលក្រមចាគឺគាត់អាចប្តឹងទៅក្រមប្រឹក្សារដ្ឋឲ្យពិនិត្យសាលក្រមនឹងឡើងវិញចានៅក្នុងករណីដែលក្រមប្រឹក្សារដ្ឋនឹងពិនិត្យឃើញថាសាលក្រមនឹងត្រឹមត្រូវចាសាលក្រមនឹងត្រឹមត្រូវអញ្ចឹងសាលក្រមនឹងគឺមានអានុភាពអនុវត្តចាមានអានុភាពអនុវត្តប៉ុន្តែបើសិនជាគាត់ពិនិត្យឃើញថាសាលក្រមនឹងអត់ត្រឹមត្រូវទេចាបើគាត់ពិនិត្យឃើញថាសាលក្រមនឹងអត់ត្រឹមត្រូវទេអញ្ចឹងក្រមប្រឹក្សារដ្ឋនឹងបញ្ជូនសាលក្រមនឹងត្រឡប់មកវិញមកតុលាការថ្នាក់ខេត្តក្រុងនឹងឲ្យដោះស្រាយចាឲ្យដោះស្រាយសារជាថ្មីតែត្រូវបានបដូរសមាជិកភាពចៅក្រមចាត្រូវបានបដូរសមាជិកភាពចៅក្រមមួយវិញទៀតបើសិនជាសាលក្រមបើសិនជាចៅក្រមគាត់
យល់ឃើញថាសកម្មភាពនៃបទល្មើសហ្នឹងគឺឈានទៅដល់ទោសប្រហារជីវិតចាឈានទៅដល់ទោសប្រហារជីវិតអញ្ចឹងគាត់អត់មានសិទ្ធិនៅក្នុងការចេញសាលក្រមភ្លាមទេគាត់ត្រូវបញ្ជូនសំណុំរឿងហ្នឹងឆ្លងកាត់ក្រមប្រឹក្សារដ្ឋជាមុនសិនចាហើយការឆ្លងកាត់ក្រមប្រឹក្សារដ្ឋនេះគឺក្រមប្រឹក្សារដ្ឋមានរយៈពេល7ថ្ងៃនៅក្នុងការឆ្លើយតបចាក្នុងការឆ្លើយតបចា7ថ្ងៃក្រោយមកពីក្រមប្រឹក្សារដ្ឋឆ្លើយតបគឺចៅក្រមមានសិទ្ធិនៅក្នុងការចេញសាលក្រមអញ្ចឹងបានន័យថាការចេញសាលក្រមរបស់គាត់គឺចេញក្រោយចេញក្រោយពីក្រមប្រឹក្សារដ្ឋដែលបានឆ្លើយតបមកចាអញ្ចឹងបើសិនជាក្រមប្រឹក្សារដ្ឋឆ្លើយតបថាការយល់ឃើញរបស់គាត់ត្រឹមត្រូវចាអញ្ចឹងគាត់អាចចេញសាលក្រមដាក់ទោសប្រហារជីវិតហើយសាលក្រមនឹងត្រូវអនុវត្តភ្លាមចាតែបើសិនជាក្រមប្រឹក្សារដ្ឋណែនាំថាការយល់ឃើញហ្នឹងគឺมันឈានទៅដល់កម្រិតនៅក្នុងការប្រហារជីវិតអញ្ចឹងគាត់ត្រូវចេញសាលក្រមគឺត្រឹមកម្រិតនៃការជាប់ពន្ធនាគារចាជាប់ពន្ធនាគារហើយត្រូវបានអនុវត្តតែម្ដងចាអនុវត្តតែម្ដងអញ្ចឹងមានន័យថាចំពោះតុលាការជាន់ទាបចាជាន់ទាបតុលាការប្រជាជននេះគឺចៅក្រមគាត់ចាសាលក្រមរបស់គាត់គឺមានអនុភាពអនុវត្តចាបើករណីយល់ឃើញថាទោសប្រហារជីវិតឆ្លងកាត់ក្រមប្រឹក្សារដ្ឋជាមុនក្នុងរយៈពេល7ថ្ងៃទៅគាត់ចេញសាលក្រមចាទៅគាត់ចេញសាលក្រមព្រឹត្តិការណ៍ទី2ចាព្រឹត្តិការណ៍ទី2គឺនៅក្នុងឆ្នាំ1981នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាហ្នឹងគឺបានកកើតឡើងនៅតុលាការយោធាចាតុលាការយោធាតុលាការយោធានេះគឺជាតុលាការសម្រាប់កាត់សេចក្តីចាកាត់សេចក្តីចំពោះបទល្មើសដែលបង្កឡើងដោយជួរយោធាចាជួរយោធាលក្ខណៈពិសេសនៃតុលាការយោធានេះគឺមានប្រធានមួយមានអនុប្រធានមួយនិងមានយោធា2រូបជាជំនួយការចាយើងដឹងថាប្រព័ន្ធតុលាការយោធានេះគឺមានការកាត់សេចក្តីតឹងរឹងជាងតុលាការស៊ីវិលដោយសារយោធាគាត់មានវិន័យតឹងរឹងជាងចាតឹងរឹងជាងនិងគាត់មានសារលក្ខន្តិកៈដាច់ដោយឡែករបស់គាត់ចាតែទោះបីជាការកាត់សេចក្តីនេះរបស់តុលាការយោធានេះគឺជាការសម្រេចចាជាការសម្រេចលើមតិភាគច្រើនខុសពីតុលាការស៊ីវិលគឺជាការសម្រេចរបស់ចៅក្រមចារបស់ចៅក្រមចំណែកឯតុលាការយោធានេះគឺជាការសម្រេចរបស់មតិភាគច្រើនចានៅក្នុងករណីដែលចាព្រឹត្តិការណ៍ធំចាព្រឹត្តិការណ៍ធំទី3នោះគឺនៅក្នុងឆ្នាំ1985ចានៅក្នុងឆ្នាំ1985ចានៅក្នុងឆ្នាំ1985ហ្នឹងគឺមានការកកើតឡើងនៃតុលាការកំពូលប្រជាជនចាតុលាការកំពូលប្រជាជនដែលគាត់ដើរតួជំនួសឲ្យក្រមប្រឹក្សារដ្ឋចាអញ្ចឹងមានន័យថានៅក្នុងឆ្នាំ1985នេះតុលាការចាប់ផ្ដើមដើរលើវិថីរបស់គាត់ដែលងាកចេញពីវិថីរដ្ឋាភិបាលចានេះបង្ហាញពីសញ្ញាណនៃតុលាការឈានទៅរកភាពឯករាជ្យចាឈានទៅរកភាពឯករាជ្យអញ្ចឹងយើងឃើញថានៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានេះជាសម័យដែលស្ដារឡើងវិញនៅប្រព័ន្ធតុលាការហើយការស្ដារឡើងវិញនៅប្រព័ន្ធតុលាការនេះវាមានព្រឹត្តិការណ៍ធំ3ព្រឹត្តិការណ៍ធំទី1នោះគឺការស្ដារឡើងវិញនៃប្រព័ន្ធតុលាការត្រឹមតែតុលាការជាន់ទាបតែមួយគត់គេហៅថាតុលាការថ្នាក់ខេត្តក្រុងហើយសាលក្រមដែលគាត់ចេញគឺមានអានុភាពអនុវត្តចាតែម្ដងមកឆ្នាំ1981គឺជាព្រឹត្តិការណ៍ធំទី2នៅក្នុងការបង្កើតនៅតុលាការយោធាចាដែលតុលាការយោធានេះគឺការកាត់សេចក្តីដោយផ្អែកទៅលើមតិភាគច្រើនខុសពីតុលាការប្រជាជនជាន់ទាបថ្នាក់ខេត្តក្រុងនោះចាតុលាការជាន់ទាបប្រជាជនថ្នាក់ខេត្តក្រុងនោះគឺជាការកាត់សេចក្តីរបស់ចៅក្រមចាការសម្រេចសេចក្តីរបស់ចៅក្រមហើយជាចុងក្រោយនៃសម័យកាលសាធារណរដ្ឋប្រជាមានិតកម្ពុជានេះគឺ
ឆ្នាំ1985ដែលកកើតនៅតុលាការកំពូលដើរតួជំនួសក្រុមប្រឹក្សារដ្ឋដែលជាសញ្ញាណបង្ហាញនៅការភាពឯករាជ្យចាភាពឯករាជ្យរបស់តុលាការចាប់ផ្ដើមដើរចេញពីគន្លងនៃរដ្ឋាភិបាលយើងចូលមកដល់ប្រព័ន្ធតុលាការនៅក្នុងឆ្នាំ1989ដល់93គឺសម័យរដ្ឋកម្ពុជាចាសម័យរដ្ឋកម្ពុជាចាសម័យរដ្ឋកម្ពុជានេះគឺបានរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធតុលាការកាន់តែប្រសើរមួយជំហានទៀតចាមួយជំហានទៀតដោយការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធតុលាការនេះគឺរៀបចំជាតុលាការជាន់ទាបនិងរៀបចំជាតុលាការជាន់ខ្ពស់ចាហើយតុលាការជាន់ទាបនេះគឺមានតុលាការថ្នាក់ខេត្តក្រុងដដែលពីមុនគឺអត់ដូរឈ្មោះទេនៅមិនទាន់ដូរឈ្មោះទេគឺគេហៅថាតុលាការថ្នាក់ខេត្តក្រុងហើយនឹងតុលាការយោធាចាជាតុលាការជាន់ទាបដែលតុលាការនេះគឺចៅក្រមចេញសាលក្រមចាចៅក្រមចេញសាលក្រមការរៀបចំជាប្រព័ន្ធតុលាការនេះគឺគេទុកឱកាសនៅក្នុងការចាគេបើកផ្លូវអូតូចាយើងនិយាយថាបើកផ្លូវអូតូបានន័យថាសាលក្រមរបស់តុលាការថ្នាក់ខេត្តក្រុងនិងតុលាការយោធានេះគឺបើគាត់មិនពេញចិត្តចំពោះសាលក្រមគាត់អាចប្តឹងអូតូគេបើកផ្លូវអូតូគាត់អាចប្តឹងទៅសាលាអូតូចាសាលាអូតូគឺស្ថិតនៅក្នុងប្រព័ន្ធតុលាការជាន់ខ្ពស់ដែលតុលាការជាន់ខ្ពស់ហ្នឹងគឺមានសាលាអូតូនិងតុលាការកំពូលចាតុលាការកំពូលសាលាអូតូនេះគឺជាសាលាដែលនឹងដោះស្រាយការមិនពេញចិត្តនៃសាលក្រមចានៃសាលក្រមដែលចេញដោយតុលាការថ្នាក់ខេត្តក្រុងនិងតុលាការយោធាចាតុលាការយោធាចំណែកឯតុលាការកំពូលនេះចាតុលាការកំពូលនេះគឺនឹងជំរះក្តីចាជំរះឡើងវិញចាជំរះចានឹងជំរះចំពោះការប្តឹងតវ៉ាការមិនពេញចិត្តចាការមិនពេញចិត្តនៃសាលយើងអាចថាសាលដីកាចាសាលដីកាដែលចេញដោយតុលាការសាលាតូចាសាលដីកាដែលចេញដោយតុលាការសាលាតូចាចំពោះតុលាការជាន់ខ្ពស់គឺគាត់ចេញសាលដីកាគឺមានសាលាតូនិងតុលាការកំពូលគឺចេញសាលដីកាចំណែកឯតុលាការជាន់ទាបគឺចេញសាលក្រមចាអញ្ចឹងចំពោះការមិនពេញចិត្តនៃសាលដីកានៃសាលាតូហ្នឹងគាត់អាចដាក់បណ្ដឹងសាទុកចាបណ្ដឹងសាទុកគេឲ្យឈ្មោះថាបណ្ដឹងសាទុកគឺជាការមិនពេញចិត្តនៅការចេញសាលដីការបស់សាលាតូចាបន្តសាលាតូគាត់មិនពេញចិត្តគាត់អាចដឹងសាទុកចាអញ្ចឹងតុលាការកំពូលនៅក្នុងករណីនេះគឺគាត់ទទួលនៅបណ្ដឹងសាទុកហើយមួយទៀតគាត់ទទួលនៅបណ្ដឹងសាររើចាបណ្ដឹងសាររើចាចំពោះបណ្ដឹងសារទុកនេះគឺមានសមាជិកចៅក្រម5រូបហើយបណ្ដឹងសាររើនេះគឺមានសមាជិកចៅក្រម9រូបចា9រូបនីតិវិធីចានីតិវិធីនៅក្នុងការដាក់ពាក្យបណ្ដឹងឬក៏ការប្តឹងតវ៉ាការបើកផ្លូវប្តឹងគឺមានលក្ខណៈប្រហាក់ប្រហែលនឹងបច្ចុប្បន្នចាប្រហាក់ប្រហែលនឹងបច្ចុប្បន្នអញ្ចឹងបើសិនជាអ្នករៀនច្បាប់គាត់នឹងអាចទាញយកមូលដ្ឋាននៅក្នុងបទបង្ហាញរបស់ខ្ញុំនេះដើម្បីយកទៅសិក្សាបន្ថែមទៅលើចាទៅលើការវិវត្តនេះនៅចំណុចពិសេសផ្សេងទៀតចានេះគ្រាន់តែជាមូលដ្ឋាននៃគំនិតខ្លះនាំទៅដល់ការស្រាវជ្រាវបន្ថែមរបស់អ្នកសិក្សាស្រាវជ្រាវដែលមានគំនិតនៅក្នុងការសិក្សាស្រាវជ្រាវទៅលើការវិវត្តនៃប្រព័ន្ធតុលាការខ្មែរចាប្រព័ន្ធតុលាការខ្មែរអញ្ចឹងចំពោះបទបង្ហាញរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងការវិវត្តនៃប្រព័ន្ធតុលាការខ្មែរចាការវិវត្តនៃប្រព័ន្ធតុលាការខ្មែរតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិង
សម័យរដ្ឋកម្ពុជាចំពោះខ្សែទី4ហើយរបស់ខ្ញុំគឺសន្មតថាចប់ត្រឹមប៉ុណ្ណឹងហើយបងប្អូនអាចនឹងរងចាំទស្សនានៅខ្សែទី5ចាខ្សែទី5ដែលខ្ញុំនឹងធ្វើការបត់បង្ហាញបន្តទៅទៀតចំពោះការវិវត្តនៃប្រព័ន្ធតុលាការខ្មែរនាសម័យសាធារនៃសម័យព្រះរាជាណាចក្រកម្ពុជាដែលបែងចែកចេញជា2ចាពី93ដល់2008ចាវាមានការវិវត្តចាមួយផ្នែកហើយក៏មានការវិវត្តយ៉ាងគំហុកមួយផ្នែកទៀតគឺចាប់ពី2008មករហូតមកទល់បច្ចុប្បន្នចាដោយសារតែកម្ពុជាហើយចាមានការវិវត្តខ្លួនផងដែរតកតងជាមួយនឹងការចូលទៅក្នុងលោកអាស៊ានក៏ដូចជា WTO ចា WTO អញ្ចឹងសង្ឃឹមថាបងប្អូននឹងចាំទស្សនាបន្តទៀតនៅខ្សែទី5របស់នាងខ្ញុំចាតទៅនេះគឺនាងខ្ញុំបញ្ចប់ចាខ្សែទី4ត្រឹមប៉ុណ្្នឹងចាសូមអរគុណសូមជម្រាបលា